ចេះធ្វើបន់ឧទ្ទិសជូនមេដាបេដាអញ្ចឹងកូនប្រុសស្រីរៀនធម៌ណាត្រូវរៀនសូត្រឲ្យចេះធម៌ថ្វាយបង្គំព្រះសុំឲ្យសុំទៀតធម៌ថ្វាយបង្គំព្រះធម៌នឹកគុណមេដាបេដាធម៌ឧទ្ទិសបន់ជូនមេដាបេដានឹងយ៉ាងកេញបើយើងស្រឡាញ់អ្នកមានគុណបើអត់ចេះធម៌ឧទ្ទិសបន់ជូនម៉ែឪទេនោះមិនជាការគួរឡើយហើយបើយើងថាជាអ្នកកាន់ពុទ្ធសាសនាបើអត់ចេះធម៌ថ្វាយបង្គំព្រះនោះក៏មិនជាការគួរដែរមានន័យថាជាកូនអត់ចេះពាក្យទូលមានម៉ែឪហើយក៏អត់ចេះប្រតិបត្តិតាមគំរូល្អរបស់ម៉ែឪដែរអញ្ចឹងសូមទាំងអស់គ្នាមេត្តារក្សាខ្លួនឲ្យទៅជាសប្បុរសតាំងពីតូចទៅសប្បុរសក្នុងការដឹងគុណមេត្តាបិតាសប្បុរសក្នុងការធ្វើអំពើល្អនៅពេលដែលរកទទួលទានកុំតែកេងប្រវាញ់ឆោបោកគេប្រករកប្រកបដោយធម៌សប្បុរសក្នុងការបំពេញបុណ្យកុសលនៅពេលដែលវ័យចាស់ទៅនិងសប្បុរសចុងក្រោយបំផុតគឺអ្វីលះអំពើបាបសាងបុណ្យជាទីពឹងទាំងអស់គ្នាទេណាសូមអនុមោទនា